ឯកឧត្តមខុនសេរីរដ្ឋាអភិបាលរងខេត្តកណ្ដាលនិងជាប្រធានអនុគណៈកម្មការតាំងពីពណ៌នានាបានដឹកនាំកិច្ចប្រជុំដើម្បីប្រគល់ភារកិច្ចតាមមុខសញ្ញានីមួយៗដល់សមាជិករបស់ខ្លួនដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំ2025ដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅគួរបញ្ជាក់ថាអនុគណៈកម្មការនេះមានតួនាទីពិនិត្យរៀបចំទីតាំងសម្រាប់ស្តង់ពិព័រណ៍ផលិតផលកសិកម្មនិងកសិឧស្សាហកម្មម្ហូបអាហារសហការជាមួយភាគីពាក់ព័ន្ធនិងទទួលខុសត្រូវរៀបចំស្តង់ពិព័រណ៍ផលិតផលសម្របសម្រួលរៀបចំតុបតែងស្តង់ពិព័រណ៍និងរៀបចំសោភ័ណភាពឆាកតន្ត្រីឲ្យស័ក្តិសមជាមួយកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល។